សួស្តីពេលព្រឹកព្រលឹមបងប្អូនខាងខ្ញុំឥឡូវហ្នឹងគឺម៉ោង 9 កន្លះជិត 10 ព្រឹកហើយខ្ញុំឥឡូវហ្នឹងគឺភាគច្រើនខ្ញុំដើរទៅផ្សារព្រោះផ្សារនៅជិតផ្ទះហ្នឹងហើយបើសួរថាលើកទៅផ្សាររហូតទៅនេះគឺអត់ដែរបានទិញអីច្រើនទេព្រោះអីតែទិញហ្នឹងទិញតែរបស់ដែលខ្វះទេបងប្អូនហើយរបស់ដែលខ្វះហ្នឹងមិនច្រើនទេភាគច្រើនហ្នឹងបើមិនស្ករបញ្ចេងឬក៏សាច់អីអស់ហ្នឹងហើយខ្ញុំទៅថ្ងៃនេះគឺនឹកឃើញចង់ហូបសាច់គោងៀតក៏ទៅទិញសាច់គោយកមកធ្វើងៀតហូបណាហើយឥឡូវហ្នឹងគឺនៅតាមផ្លូវនិយាយទៅចិត្តផ្ទះខ្ញុំនេះនៅខាងមុខហ្នឹងគឺមានផ្សារដើរជាប្រហែលជា5នាទីគឺដល់ផ្សារហ្នឹងហើយទល់មុខហ្នឹងគឺមានមន្ទីរពេទ្យគេរបៀបថា clinic ណាហៅថា clinic នៅទល់មុខនឹងឯងហើយpharmacy អីនៅជិតនឹងឯងអត់ឆ្ងាយទេបងប្អូនរបៀបថាវាមិននៅជាក្រុងពេកគឺវានៅមួយល្មមដែលថាយើងចង់ទិញអីចង់រើអីចឹងវាមាននៅក្នុងហ្នឹងទាំងអស់តែម្ដងណាដូចខ្ញុំនិយាយចឹងខាងមុខនោះគឺជា clinic ផ្ទះគេណាបងប្អូនហើយឥឡូវហ្នឹងគឺខ្ញុំត្រូវបានហើយគឺខ្ញុំត្រឡប់មកវិញក៏ឆ្លៀតប្រឡាក់សាច់គោឲ្យហើយទៅព្រោះអីខាងខ្ញុំនេះអត់មានថ្ងៃទេខ្ញុំប្រឡាក់ហ្នឹងទុកប្រហែលជា2ម៉ោងឲ្យវាចូលជាតិណាបន្ទាប់មកបានខ្ញុំយកសាច់គោហ្នឹងមកដាក់ហាលហើយមិនហាលថ្ងៃទេបងប្អូនគឺហាលនៅក្នុងម៉ាស៊ីននឹងឯងដោយសារតែខាងខ្ញុំនេះអត់សូវមានថ្ងៃព្រោះថាវាថ្ងៃមួយផ្លែតចឹងទៅវាមកលុបវិញអីអញ្ចឹងណាដល់អញ្ចឹងភាគច្រើនគឺខ្ញុំហាលវានៅក្នុងម៉ាស៊ីនប៉ុន្តែបើសិនជាខែក្រោយអាហ្នឹងថ្ងៃចង់និយាយថាកម្ដៅថ្ងៃក្ដៅល្អមែនតើ24 25អីអញ្ចឹងទៅ24 25អង្សាណាបងប្អូនហើយនេះសាច់គោនេះគឺខ្ញុំប្រឡាក់របៀបខ្មែរខ្ញុំបុកគ្រឿងបន្ទាប់ពីខ្ញុំប្រឡាក់ហើយដាក់ហាលហើយហ្នឹងទុកប្រហែលជា3-4ម៉ោងហ្នឹងខ្ញុំដាក់ហាលនៅក្នុងម៉ាស៊ីនហ្នឹងខ្ញុំក៏ចេញមកក្រៅឥឡូវហ្នឹងគឺមកថតផ្កានៅមុខផ្ទះបន្ទាប់ពីខ្ញុំថតផ្កាហើយរៀបថាចូលទៅផ្ទះវិញដោយសារតែផ្កាហ្នឹងឃើញស្អាតពេកអង្គុយមកផ្លែតប្តីខ្ញុំដើរមកដល់ល្មមគាត់ត្រឡប់មកពីយកកូនចេញពីសាលារៀនណាហើយបានអាក្រែមកៃនឹងទៀតអត់ផ្លេចទេក្រែមកៃខ្លាចប្រពន្ធស្កើមទិញក្រែមកៃផ្ញើប្រពន្ធហើយក្រែមកៃហ្នឹងទឹកខ្ញុំនិយាយប្រាប់បងប្អូនពីមុនចឹងគឺកូនខ្ញុំមិនដែលផ្លេចទេឲ្យតែមកពីសាលាដឹងតែក្រែមកៃហើយនិយាយទៅទិញឡើងអ្នកលក់ហ្នឹងគាត់ស្គាល់មុខកូនខ្ញុំហើយខ្ញុំនេះចូលមកដល់ក្នុងផ្លែតបែកភ្លាមឃើញទៅតំណងដល់ហើយចាំការទៀតទៀងហេវដែរហើយពី10ក្លាស់ចិត្ត1ហើយពេលដែលកូនចេញពីសាលារៀនណាបាយមិនទាន់ដាំផងហើយបានក្រែមកៃរួចបាយថ្ងៃត្រង់និយាយពីថាឆ្ងាញ់បងប្អូនតែឆ្ងាញ់មែនណាឆ្ងាញ់ទឹក strawberry ហ្នឹងបងប្អូនខ្ញុំលើកណាក៏ដោយកាលពីមុនណាញ៉ាំអត់អស់ទេប៉ុន្តែម្សានេះមួយថ្ងៃនេះគឺថាឆ្ងាញ់រហូតរបៀបថារបស់ផ្អែមណាញ៉ាំឡើងអស់តែម្ដងហើយមិនបាច់មើលគីឡូសួរថាគីឡូប៉ុន្មានទេគីឡូទុកម្លាយសិនឆ្ងាញ់សិនឥឡូវបន្ទាប់ពីញ៉ាំអីអស់ហើយហ្នឹងដល់វគ្គនេះសាច់គោងៀតរបស់ខ្ញុំហ្នឹងគឺហើយល្មមទូចបងប្អូនឃើញណាឥឡូវនេះគឺហើយរៀបចំដាក់ទុកនៅក្នុងថង់ហើយទុកនៅក្នុងទូទឹកកកពេលណាដែលយើងចង់ញ៉ាំទៅគឺយកមកអាំងមួយផ្លែតគឺបានញ៉ាំតែម្ដងហើយឈ្ងុយគ្រឿងវាណាពេលដែលយើងផ្លាក់ចឹងទៅឡើងឈ្ងុយតែម្ដងឈ្ងុយគ្រឿងហ្នឹងហ្មងខ្ញុំហើយវីដេអូថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងឯងបងប្អូនអរគុណសម្រាប់ការតាមដានជម្រាបលា